ok là nick nhưng bằng hàng pi đặc biệt reset hardware Microtek tam một dạng console port nâng tam một dạng LAN toàn này bà mini tha nhưng miền opco hardware mỗi đại miền một tha router board Microtek hai opco nút usa nông ca error usa kén riêng mỗi nơi p đặt trong thu ca click password đặt nhưng mình mang backupពីមុនមកពេលនោះខ្ញុំមិនអាចធ្វើការ login នៅក្នុងឧបករណ៍ router board Microtek បានទេតោះនេះបាទមានន័យថាក្នុងវីដេអូនេះយើងនិយាយពី hardware ហើយនៅពេលដែលឧបករណ៍ router board Microtek របស់យើងដើរមិនស្រួលឧស្សាហ៍មានបញ្ហាយើងធ្វើការ reset វាមានន័យថាយើងឈូសចោលយើងធ្វើការ set up សារថ្មីតោះនេះបាទអូខេអញ្ចឹងចំណុចទី1នេះយើងត្រូវធ្វើការភ្ជាប់ឬ connect hardware Microtek ទៅកាន់ computer របស់យើងបាទតាមរយៈ com port មានន័យថា port com ក៏បានបាទ port com នៅក្នុងនៅលើ system unit របស់យើងមាន port com មួយទី2យើងអាចប្រើប្រាស់ program មួយដែលមានឈ្មោះថា secure CRT ដើម្បីធ្វើការ login ទៅក្នុង Microtek បាទយើងមើលទាំងអស់គ្នាអូខេនេះគឺជា program មួយដែលមានឈ្មោះថា secure CRT ឬមួយយើងអាចចូលទៅលើ start យើងយក all program យើងយក accessory យើងយកពាក្យថា communication យើងយកពាក្យថា hyper terminal ក៏បានដែរអូខេនេះខ្ញុំពេញ port នេះវាទៅមិនខ្វល់ទេអូខេបាទអញ្ចឹងអានេះមានន័យថាយើងអាចធ្វើការ log ចូលទៅកាន់ router board Microtek តាមរយៈ hyper terminal នេះក៏បានដែរប៉ុន្តែ log in តាមរបៀបនេះមិនថាវាការ configuration ការ copy វាថាវាយឺតហើយការប្រើប្រាស់ឲ្យ comment វាយឺតតនេះបាទចេញជាទូទៅគឺខាង engineer មួយគេកម្រធ្វើការតាមរយៈនេះណាមានថាគេខ្ញុំណែនាំពីកម្មវិធីមួយដែលមានឈ្មោះថា secure CRT នេះតនេះបាទនេះអាចធ្វើការ download ពី internet បានដែលយើង set up ថែមមិនមែនសតមានស្រាប់ក្នុង computer យើងទេបាទទី3យើងត្រូវការ download program មួយដែលមានឈ្មោះថា net install បាទ program net install មានតួនាទីក្នុងការ upload ឬ download package បាទនៅក្នុងឧបករណ៍ router board Microtek បាទមួយទៀតយើងត្រូវធ្វើការ download package របស់ hardware Microtek តែម្ដងទៅតាម model នៃ version ដែលយើងចង់បានបាទយើងមើលទាំងអស់គ្នាអ្វីយើងកំពុងឃើញនេះគឺជាប្រភេទ hardware របស់ router board Microtek តនេះបាទហើយក្នុង hardware នីមួយៗហ្នឹងវាមានមុខងារឬមាន function វាខុសៗគ្នាតនេះបាទអញ្ចឹងខ្ញុំណែនាំអ្នកទាំងអស់គ្នាតាក់ទងទៅនឹងគេហៅថាការគ្រប់គ្រងទៅលើ firewall បាទការគ្រប់គ្រងទៅលើប្រព័ន្ធ server proxy មានថា internet connection sharing ឬ proxy ហើយតាក់ទងទៅនឹងប្រព័ន្ធ security តាក់ទងការកំណត់ម៉ោងធ្វើពេលវេលាធ្វើប្រព័ន្ធ hotspot អីខ្ញុំ recommend អ្នកទាំងអស់គ្នាប្រើប្រាស់ឧបករណ៍ Microtek នេះដែលវាមានតម្លៃថោកហើយវាមានមុខងារច្រើនហើយវា stable ទៀតយល់ទេបាទយើងមិនចាំបាច់ប្រើ machine server ឬក៏ program ISA ឬក៏ IP cop ទេតោះនេះដែរនឹងបាទអញ្ចឹងសម្រាប់ network លក្ខណៈធុនតូចធុនមធ្យមមួយចំនួនឬក៏ enterprise ធំខ្លះក៏គេប្រើលក្ខណៈ router board Microtek នេះដែរតោះនេះបាទនេះប្រភេទនៃ device វាមានតម្លៃជាដើមហើយយើងអាចមើលពី detail របស់វាឬក៏ information បន្ថែមបាទតោះនេះកន្លែងហ្នឹងបាទអូខេមកចង់មើលនេះមួយយើងរាយគ្រឿងវាយើងបញ្ញ tab មកយើងអាចមើលពី feature របស់វាថាតើឧបករណ៍មួយហ្នឹងវាអាចធ្វើឲ្យបានខ្លះតនឹងកន្លែងហ្នឹងបាទយើងមើលនេះប្រដាក់វា CPU វាមានអីខ្លះ build អីក្នុងខ្លះហើយមុខងារធ្វើខ្លះបានអញ្ចឹងមុខងារមួយៗបើតាមតម្រូវការ require របស់យើងអញ្ចឹងយើងយកវាទៅប្រើទៅអត់ចេះខុសទេតនេះបាទអូខេហើយមកក្រោមទៀតមកកន្លែងនេះគេដាក់ថាប្រភេទជា router board វាមាន model របស់វាអញ្ចឹងដោយសារឧបករណ៍ router board Microtek របស់ខ្ញុំ model វា 450G បាទ OB 450G អូខេនេះគឺជា model របស់ខ្ញុំបាទខ្ញុំបានទិញមកប្រើបាទពេលយើងចុចលើវាមកក៏យើងអាចធ្វើការបង្ហាញពីព័ត៌មានមួយចំនួននៅលើឧបករណ៍ហ្នឹងដែរតើនៅហ្នឹងបាទអូខេឥឡូវនេះខ្ញុំត្រឡប់មកដើមវិញខ្ញុំប្រើចូល website របស់វាគឺ Microtek នេះបាទ microtek.com បាទនេះគឺជា web គេថា home page ឬក៏គេថា front end របស់វាតើនឹងបាទតើមកយើងចុចលើ download ឡើយនេះវា all device អញ្ចឹងចង់ download device មួយណានេះតើតនឹង hardware បាទអញ្ចឹង model របស់យើង model seri 450អញ្ចឹងច្រឡឲ្យទៅ seri ពួក400យើងដាក់ទៅប្រើបានធម្មតាបាទអញ្ចឹងយើងចូល400មកបាទបន្តមកយើងអាចធ្វើការ download បាននេះជា version វា 5.20 តនេះបងបាទអូខេការ download យើងយកពាក្យ zip file
mà nó giờ zip file khởi nét giờ ai cho cả download cho mùi đừng hào thà software mới tới mình cho ta install nàyคือจะพักให้trongการ upload trongการ install บางจุดเลยvì mùi máu hay giờ ai cho cả download บ้านnày to này lại năng bà ok cho nên nếu mình để sang nhầm mình download hỏi nhưng mìnhจะมาจากการ download ติดเต้นี่ในเลยที่ตั้งในเลย desktop นี้อันนี้คือจะพักให้nhầm mình download hỏiอันนี้คือจะ software nhầm mình download hỏi to này lại năng bàแล้วนี่យើងចាប់ដើមធ្វើការភ្ជាប់តាមម្ដងដែលខ្ញុំប្រើប្រាស់ program មួយឈ្មោះថា Secure CRT បាទបន្តមកទៀតកន្លែងនេះខ្ញុំយក serial បាទ serial ហើយនេះវាបង្ហាញ com បាទអញ្ចឹងបើសិនជានៅលើ system unit របស់យើងមាន com 1 com 2 com 3យើងភ្ជាប់ com មួយហ្នឹងយើងជ្រើសយកប្រភេទ com មួយនោះអូខេដោយសារ computer របស់ខ្ញុំមាន com តែមួយទេយើងយក com 1ហើយ default port របស់វាគឺ15.5.20 បាទនេះគឺ default portตอนนี้บ่าให้ในตรองไหล flow control นี่ยังมันจะมาเอา restore ตีดัดที่ใจมาให้ default port ไว้ไปยังยก port ข้อก็ยังได้ connect โจลบางนั่นให้ยังยก connect บ่าต้องมาพิมพ์ enter บ่าไปยัง เนี่ยไปยัง enter มาเป็นใจใหญ่ตีจังหวะทำแบบมีปัญหาแต่เลยconnection บ่เยอะจังยังไอ้ดอกไซด์หรือดอกมาดองเทียดตอนนี้บ่าvà dương ảnh đọc bật phơi rồi bỏ opco máy thị router hay dương đọc phơi mà đong tiết rồi mua dương đọc dương khai thác sốc sai không bao dương trầm trừ này chắc mấy thằng np dương đọc trầm trừ hay bên việc bằng hành mà tại mà đong và dương phong khơi ní cứ chia ca process rồi bỏ opco router bot máy thị np vì thuộc ca restart hay thuộc ca start vì bảo vệ mình và chắc dương rong chạm tính tới vì phong là ca là những inter nhưng mà login mà cái này nhưng lại và admin nó chắc cứ những ai thuộc ca login mà thò mà đà to này lại năng bạc ok អញ្ចឹងឥឡូវនេះខ្ញុំចាប់ដើមឲ្យវាធ្វើការ boot ចេញពី Network LAN ដើម្បីធ្វើការ upload package បាទនេះដើម្បីធ្វើការ upload package នេះចូលទៅក្នុងឧបករណ៍ router bot marketing តាមរយៈ network យល់ទេបាទតាមរយៈ network អញ្ចឹងឥឡូវនេះខ្ញុំចាប់ដើមចូល software នៅដដែលមកខ្ញុំធ្វើការ restart computer បាទ restart យើងអាចប្រើ command មួយដែលមានឈ្មោះថា system ហើយ reboot បាទអញ្ចឹងក៏មិនយើង enter មកដើម្បីធ្វើការ restart computer ដើម្បីយើងចូលក្នុង CMOS ឬក៏ BIOS របស់ឧបករណ៍ router bot marketing អញ្ចឹងដល់ពេលយើងធ្វើការបើកឬក៏ភ្លើងថាបើកភ្លើងឧបករណ៍ router ភ្លាមមកយើងត្រូវចុច space មួយក៏បានឬ enter មួយក៏បានដើម្បីហៅថា break ដើម្បីផ្ដាច់ connection របស់វាដើម្បីឲ្យវា boot ចេញពី LAN សំទោសមិន boot ចេញពី LAN ខែ lock ចូលក្នុង BIOS ឬ CMOS ដើម្បីកែប្រែ boot ឥឡូវនេះខ្ញុំចាប់តាម enter ពេលនោះយើងវាយ survive ដើម្បីយកធ្វើការ restart អញ្ចឹងយើងមើលឃើញវា stop បងប្អូនគ្នាហើយទៅពេលវាចាប់តាម start វិញខ្ញុំប្រើ space មួយដើម្បីធ្វើផ្អាកការងារឃើញណាឥឡូវខ្ញុំប្រើ space ហើយវាលឿនហ្នឹងបាទដល់ពេលប្រើ space មកវានឹងចេញដូចតទៅណា what do you want to configuration អញ្ចឹងនេះគឺជា option ដើម្បីចូលទៅខាង CMOS ឬក៏ BIOS របស់វាដើម្បីធ្វើការប្រែអញ្ចឹងការងាររបស់យើងទី1យើងត្រូវដល់ខាង boot device បាទ boot device យើងចង់ឲ្យ option នោះ boot ចេញពី network card អញ្ចឹងកន្លែងយក option O មិនថា SO យល់ទេបាទកន្លែងយើងវាយ SO មកមែនលេខ0នេះបាទយើងវាយ SO បាទវាយ SO ឲ្យវាបង្ហាញព័ត៌មានដូចទៅទៀតណាវាលក្ខខណ្ឌនេះវាកំពុងធ្វើការ boot ចេញពី board របស់ marketing តែម្ដងប៉ុន្តែទីតាំងរបស់យើងចង់ឲ្យ boot ចេញពី network card ណាគេដាក់ boot ethernet 1 then none ណាបាទអញ្ចឹងកន្លែងនេះយើងវាយលេខ1បាទយើងវាយលេខ1ដើម្បីធ្វើការ boot ណាប៉ុន្តែមុនវាយលេខ1ខ្ញុំបើក program នេះសិនយើងមើល program net install បាទនេះជា program net install យើងមើលអ្នកនរគ្នាបាទ program install ហើយខ្ញុំចុចទៅលើ net booting ដើម្បីកំណត់ IP address អញ្ចឹងយើងមើល IP យើងបំពេញតាម IP ក្នុង network ដែលយើងកំពុងប្រើអញ្ចឹង IP នេះខ្ញុំប្រើលេខ 192.169 បាទអញ្ចឹងកន្លែងនេះ 192.168 អូខេដាក់លេខ9ដែរអញ្ចឹងបើសិននេះលេខ21បើយើងដាក់លេខ21ដែរឡើយវាជាន់គ្នាអញ្ចឹងអូខេខ្ញុំដាក់លេខ2ទៅនៅដាក់លេខមកលេខទៅស្អីយើងប្រើតនេះបាទឥឡូវ192.168លេខ9លេខ2ដល់ពេលនេះ198.លេខ9លេខ21អូខេធ្វើម៉េចកំណត់ IP នៅក្នុងប្រព័ន្ធ network របស់យើងអូខេបាទអញ្ចឹងកន្លែងអត់មានអីទេឃើញទេវាមានតែបង្ហាញអីកន្លែងនេះមួយទៀតទេអញ្ចឹងខ្ញុំចាប់ដើមអីគេវាយលេខ1កន្លែងនេះបញ្ចូលលេខ1បាទវាយលេខ1អូខេអញ្ចឹងយើងចាប់ដើមexit បាទ y x បាទអញ្ចឹងវាចាប់ដើមធ្វើការ restart ម្ដងទៀតហើយយើងប្រើ any key បាទអញ្ចឹងវាកំពុងតែ process ដំណើរការឃើញទេនៅពេលនោះកន្លែងនោះនៅពេលដែលវា connect ឃើញនៅក្នុង device របស់យើងវាបង្ហាញវាថា OB 450G ហើយនេះគឺជា MAC address នៃឧបករណ៍ router bot marketing បាទអញ្ចឹង
បានទៅពេលយើងឃើញ device អញ្ចឹងហើយយើងទៅ select លើវាមួយដើម្បីធ្វើការ upload អញ្ចឹង select នេះហើយយើងយក browse ទៅយក package ដែលយើងធ្វើការ download មកមិនថានៅលើ desktop របស់យើងនេះអានេះ package ដែលយើងបាន download មកយល់ទេបាទអញ្ចឹងយើង browse វាចុចទៅលើនេះវាមកអូខេលើ desktop យើង open អូខេនេះគឺជាព័ត៌មានដែលយើងបានឃើញវាមានដូចជា advanced tool វាមានដូចជាណា call DCP GPS អានេះគឺជា option ជា package ដែលយើងដូច install ដំបូងតោះនេះយើងឃើញពេល install ដំបូងមាន wireless មាន user manager មាន system មាន security មាន routing មាន PP ឃើញទេយល់ទេបាទយើងចាំបានហ្នឹងយើងយក select all មកយល់បាទស្អីទាំងអស់ចឹងនៅពេល select អស់ហើយយើងចាប់ផ្ដើមគេ install មានថាវាធ្វើការ replace រាល់ configuration អាចារ្យចោលនឹងធ្វើការបង្កើតជាថ្មីយើងសួរសារមួយម៉ាត់យើងឈូស Windows ចោល set up Windows ថ្មីចឹងតោះនេះបាទចឹងចាប់ផ្ដើមចុចទៅលើ install ឡើងនេះទៅចឹងមើលឡើងនេះអូខេចឹងវាកំពុងធ្វើការ install ឃើញទេតោះនៅកន្លែងហ្នឹងបាទអូខេចឹងឥឡូវវាកំពុងដំណើរការអញ្ចឹងបើសិនជាយើងបិទអាកម្មវិធីនេះចោលគឺវាអត់ដំណើរការទេគឺវាអត់ស្គាល់ connection រវាង computer តាមរយៈ LAN ទៅកាន់ឧបករណ៍ router board Magnetic ទេតើនៅកន្លែងហ្នឹងបាទអញ្ចឹងជាទូទៅយើងត្រូវបើកវាចោលហើយយើងត្រូវកំណត់ IP របស់វាទៅតាម network ជាមួយយើងណែឥឡូវវាកំពុងតែ install ដូចយើង install ដំបូងអញ្ចឹងបាទរងចាំតិចទៅវាកំពុងតែដំណើរការចឹងនេះដំណើរការជិតចប់ហើយអញ្ចឹងអ្វីដែលយើងកំពុងឃើញនេះគឺយើងហៅថា clear ឬក៏ឈូសឬក៏ install Magnetic ថ្មីតាមរយៈ hardware ដែលប្រើ port console បាទតាម hardware អូខេឥឡូវយើង enter ដើម្បីធ្វើការ reboot គឺយើង restart តែម្ដងបាទអញ្ចឹងឥឡូវនេះវាចាប់ផ្ដើមធ្វើការដំណើរការសារជាថ្មីហើយតោះនេះបាទអញ្ចឹងយើង enter មកចឹងវាអត់មានបញ្ហាកើតឡើងទេដូចជាថ្មីយ៉ាងបានវាឈូសចោលអស់ហើយឃើញទេចឹងយើង log in ធម្មតាយើងមើលអញ្ចឹងឡើយនេះយើង log ជា user admin ហើយ default password របស់វាគឺវាអត់មានទេតោះនេះបាទយើង enter មកចឹងយើង log in បានធម្មតា systemអូខេយើងចង់មើលអីក៏បានដែរមានបញ្ហាទេអញ្ចឹងឥឡូវនេះខ្ញុំចាប់ផ្ដើមបិទចោលបាទអញ្ចឹងតាក់ទងទៅនឹងការ reset ឬក៏ clear គេថា option ឲ្យបានការឬនៅពេលដែល router board យើង error ខូចអីយើងធ្វើការ reset វាបានជោគជ័យហើយអញ្ចឹងវីដេអូនេះយើងត្រូវបានបញ្ចប់